មួយរយៈមុនណាឃើញបងប្អូនយើងល្បីត្រេនពងទាកូនស៊ីឈွန်នឹងមែនតែនហើយដែរសាកសោះបងប្អូនអើយស៊ុបស៊ីឈွန်ដែរញ៉ាំហើយនៅឡើយតែពងទាកូនស៊ីឈွန်នឹងអត់ដឹងថារសជាតិម៉េចហើយក្មួយគាត់មកលេងគាត់បបួរធ្វើពងទាកូនស៊ីឈွန်ក៏ចង់សាកល្បងដែរអញ្ចឹងធ្វើជាមួយគាត់ហ្មងទៅតែសម្រាប់ក្មួយខ្ញុំគាត់មិនមែនលើកទី1ទេគាត់ធ្វើញ៉ាំពីរដងដែរហើយដោយសារទៅផ្សាររៀងព្រឹកដែរអញ្ចឹងរើសបានពងទាធំមកបងប្អូនអើយណែធំប៉ុណ្ណាណៃហ្មងនិយាយទៅមួយផ្លានលូតបានធំ5 6យើងទៅមុនគេអញ្ចឹងរើសបានមុនគេបានធំច្រើនពងទាកូននេះចូលខ្ទង់25គ្រាប់អីបងប្អូនអញ្ចឹងយើងយកមកលាងទឹកដោះសម្អាតវាឲ្យបានស្អាតជាមុនសិនយើងទៅយកវាមកស្ងោរហើយពេលលាងហ្នឹងក៏មិនបាច់ប្រយ័ត្នអីពេកដែរដោយសារតែពងទាហ្នឹងគឺយើងស្ងោរបែបឲ្យវាបែកយើងតិចទៀតដល់ពេលយើងគោះវាបែកដាក់ស្ងោរហើយអញ្ចឹងយើងលាងឲ្យវាស្អាតអញ្ចឹងណាបងប្អូនហើយគ្រឿងផ្សំនៃការធ្វើហ្នឹងគឺមានពងទានេះឯងពងទាកូនហ្នឹងហើយនឹងទឹកដូងហើយនឹងដុំស៊ីឈွန်អញ្ចឹងពងទាកូន25គ្រាប់នេះខ្ញុំប្រើដុំស៊ីឈွန်ចំនួន1ដុំបើសិនជាបងប្អូនធ្វើតិចតួចត្រឹម10គ្រាប់អីទេយើងប្រើតែមួយចាហៀងក៏បានដែរហើយដូងនឹងខ្ញុំប្រើដូងមួយអញ្ចឹងណាបងប្អូនយើងស្ងោរជាមួយទឹកដូងគឺឆ្ងាញ់ខ្ញុំឃើញមានបងប្អូនមួយចំនួនគាត់ប្រើទឹកអំពៅសម្រាប់ស្ងោរឬក៏បងប្អូនមួយចំនួនគាត់ប្រើទឹកធម្មតាអញ្ចឹងអាស្រ័យតាមការចូលចិត្តរបស់បងប្អូនឬក៏ទម្លាប់របស់បងប្អូនទេអញ្ចឹងចង់ប្រើទឹកអំពៅទឹកដូងឬក៏ទឹកធម្មតាក៏បានដែរជាដំបូងយើងធ្វើការលីងដុំស៊ីឈွန်របស់យើងបងប្អូនដើម្បីវាឈ្ងុយអញ្ចឹងយើងបើកភ្លើងមកល្មមដើម្បីលីងទៅហើយបើសិនជាបងប្អូនចង់ហឹលខ្លាំងជាងនេះអីអាចបន្ថែមម្ទេសខាងក្រៅបានតែសម្រាប់ខ្ញុំគឺហឹលប៉ុណ្ណឹងល្មមខ្ញុំអត់ចង់ញ៉ាំហឹលខ្លាំងពេកជាងនេះទេយើងរំលីងវាឲ្យមានក្លិនឈ្ងុយហើយយើងចាប់ផ្ដើមចាក់ទឹកដូងនេះចូលបងប្អូនអាចបន្ថែមគល់ក្រីឬក៏ស្លឹកក្រូចសើចនៅក្នុងទឹកស៊ុបនេះដើម្បីបន្ថែមក្លិនឈ្ងុយពីលើទៀតក៏បានដែរតែសម្រាប់នាងខ្ញុំគឺអត់បានដាក់ទេធ្វើបែបងាយហើយណាមួយក៏វាមានក្លិនឈ្ងុយនៅក្នុងដុំស៊ុបស៊ីឈွန်នឹងស្រាប់ហើយដែរហើយនៅពេលដែលយើងចាក់ទឹកដូងចូលហើយបងប្អូនគ្របវារងចាំឲ្យទឹកស៊ុបរបស់យើងពុះណាទៅយើងធ្វើការស្ងោរពងទាហើយនាងខ្ញុំបន្ថែមទឹកបន្ថែមពីលើបន្តិចទៀតដោយសារតែទឹកដូងរៀងស្ទើព្រោះអីពងទាកូនរបស់យើងរៀងច្រើនដែរអញ្ចឹងណាហើយយើងបន្ថែមជាមួយនឹងគ្រឿងទេសចូលមានអំបិលមានស្ករនិងម្សៅស៊ុបចំនួន1ចុងស្លាបព្រាទៀតដើម្បីបង្កើនរសជាតិបន្ថែមពងទាកូនមុនយកមកស្ងោរគឺយើងដំវាឲ្យរាងកពិតរាងបាយតិចចឹងណាបងប្អូនដើម្បីឲ្យវាចូលជាតិជាមួយនឹងទឹកស៊ុបរបស់យើងហើយនឹងខ្ញុំដាក់ទាំងមូលខ្លះដោយសារតែសមាជិកក្នុងគ្រួសារខ្លះក៏អត់ចេះញ៉ាំហឹលអញ្ចឹងយើងដាក់ទាំងមូលទៅវាអត់ជ្រាបទឹកស៊ុបចូលអត់ហឹលទេបងប្អូនការគោះនេះដែរយើងមិនបាច់គោះខ្លាំងពេកទេព្រោះអីនៅពេលដែលដាក់ស្ងោរទៅវាបើកភ្លើងទៅវាទៅកិច្ចគ្នាវារាងបាយជាហ្នឹងហើយបើសិនជាបងប្អូនគោះរាងខ្លាំងជ្រុលដៃបន្តិចពេលដែលស្ងោរទៅបាយពងទាចេញមកខាងក្រៅហើយរយៈពេលនៃការស្ងោរគឺយើងស្ងោរពី15ទៅ20នាទីបើសិនជាបងប្អូនចង់ឲ្យពងទារបស់យើងមានរសជាតិរាងដិតជាងនឹងទៀតបងប្អូនអាចស្ងោរងាស់វារៀងទឹកទៀតទៅពងទារបស់យើងមានជាតិកាន់តែដិតជាងនេះសម្រាប់នាងខ្ញុំស្ងោររយៈពេល20នាទីនេះគឺល្មមដោយសារតែចង់ញ៉ាំវាជាមួយនឹងទឹកស៊ុបស៊ីឈွန်នេះផងអញ្ចឹងអត់យករសជាតិដិតខ្លាំងពេកទេហើយចំពោះរសជាតិទឹកស៊ុបបងប្អូនអាចភ្លក់មើលទៅហើយថែមថយគ្រឿងទេសតាមការចូលចិត្តរបស់បងប្អូនបានតែដំបូងយើងកុំដាក់ច្រើនណាគ្រឿងទេសដោយសារតែដុំស៊ុបរបស់យើងនេះមានរសជាតិស្រាប់នៅក្នុងនឹងដែរហើយឥឡូវស្ងោរបានរយៈពេល20នាទីហើយបងប្អូនឃើញថាពងទាកូនរបស់យើងគឺឆ្អិនអាចញ៉ាំបានហើយនិយាយពីក្លិនវិញឈ្ងុយខ្លាំងមែនតើបងប្អូននៅគ្រាន់តែឃើញវីដេអូនេះឃ្លានចង់ញ៉ាំទៀតទេនេះគឺតឡងមែនតើធ្លាប់តែឃើញបងប្អូនធ្វើវីដេអូបង្ហាញពីការធ្វើពងទាកូនស៊ីឈွန်ហ្នឹងនិយាយពីថាឃើញតំណងឃ្លានហ្មងណាឥឡូវបានដូចបំណងឲ្យបានធ្វើញ៉ាំហើយអញ្ចឹងបងប្អូនអាចសាកបងធ្វើញ៉ាំបានកុំភ្លេចណារសជាតិវិញគឺមិនខកបំណងទេនឹងខ្ញុំញ៉ាំអស់ឡើង4-5គ្រាប់បងប្អូនពងទាកូនស្ងោរធម្មតាគឺញ៉ាំអស់តែ2គ្រាប់អីគឺញ៉ាំអត់ទៅមុខទៀតទេត្រឡន់ហើយតែនេះដោយសារយើងញ៉ាំជាមួយនឹងទឹកស៊ុបនេះហើយយើងញ៉ាំជាមួយនឹងបន្លែជាមួយជីអីទៀតទៅគឺថាឆ្ងាញ់ញ៉ាំទៅគឺនិយាយទៅ the best ហ្មងរសជាតិរបស់វាហើយសំទឹកស៊ុបរបស់យើងអត់ដិតពេកទេរសជាតិគឺមកល្មមអញ្ចឹងញ៉ាំទៅហឹលឆ្ងាញ់ហ្មងបងប្អូនញ៉ាំទៅបានច្រើនហ្មងអញ្ចឹងបងប្អូនអាចសាកល្បងធ្វើញ៉ាំបានចំពោះពងទាកូនស៊ីឈွန်នេះគឺរសជាតិឆ្ងាញ់ហ្មងញ៉ាំជុំគ្រួសារជុំបងប្អូនអីមិត្តភ័ក្តិអីយើងធ្វើអានឹងញ៉ាំគឺឆ្ងាញ់ហ្មងមិនថាខ្ញុំមិនថាគេទេបងប្អូនតែជួបជុំគ្នាម្ដងតែងតែរនឹកធ្វើអីដែលថាឆ្ងាញ់ញ៉ាំជុំគ្នាអញ្ចឹងណាអញ្ចឹងបងប្អូនកុំភ្លេចសាកល្បងធ្វើមួយមុខនេះហើយរសជាតិយ៉ាងណាកុំភ្លេចខមមិនប្រាប់នាងខ្ញុំនៅខាងក្រោមនេះផងចាហើយឥឡូវនេះវីដេអូនាងខ្ញុំក៏ដល់ទីបញ្ចប់ហើយដែរអរគុណបងប្អូនសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះកុំភ្លេចជួយ Subscribe Channel និង Follow Page នាងខ្ញុំដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតអរគុណ